EU សម្រាប់ផាកពិន័យក្រុមហ៊ុន Apple និង Meta សរុបជាង700លានអឺរ៉ូដែលបង្កើតកម្មវិធីរារាំងអ្នកប្រើប្រាស់ឬ App User មិនឲ្យប្រើប្រាស់កម្មវិធីថ្មីៗបានក្រៅពី App Store របស់ពួកគេមីជាតិស្នាដៃខ្មែររសជាតិខ្មែរឆ្លុះបញ្ចាំងពីឧត្តមភាពក្រុមការងារឃ្លាំមើលសិទ្ធិរបស់សហភាពអឺរ៉ុបបានប្រកាសពីនៃក្រុមហ៊ុន Apple និងក្រុមហ៊ុន Meta រាប់រយលានអឺរ៉ូកាលពីថ្ងៃពុធនេះខណៈដែលពួកគេបានបង្កើតនៅការអនុវត្តច្បាប់ប្រកួតប្រជែងគ្នាលើវិស័យ Digital ក្នុងម្លុកប្រទេសចំនួន27គណៈកម្មការអឺរ៉ុបបានសម្រេចផាកពិន័យពួកគេចំនួន500លានអឺរ៉ូស្មើនឹង571លានដុល្លារអាមេរិកលើក្រុមហ៊ុន Apple សម្រាប់ការរារាំងអ្នកបង្កើតកម្មវិធីឬ App Maker មិនឲ្យបង្ហាញនៅកម្មវិធីថ្មីៗទៅកាន់អ្នកប្រើប្រាស់ឲ្យមានជម្រើសល្អនិងមានតម្លៃធូរជាងពីក្នុង App Store របស់ពួកគេឡើយគណៈកម្មការរបស់សហភាពអឺរ៉ុបក៏បានផាកពិន័យក្រុមហ៊ុន Meta Platform ចំនួន200លានអឺរ៉ូផងដែរព្រោះពួកគេបានបង្ខំឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook និង Instagramត្រូវតែជ្រើសរើសរវាងការមើលឃើញការផ្សាយពាណិជ្ជកម្មផ្ទាល់ខ្លួនឬតម្រូវឲ្យបង់ប្រាក់ដើម្បីបញ្ជៀសកម្មវិធីទាំងនោះចំពោះគំហើញរបស់ពួកគេការដាក់ទណ្ឌកម្មនេះគឺមានទំហំតូចជាងការផាកពិន័យជាច្រើនពាន់លានអឺរ៉ូឯណោះដែលគណៈកម្មការនេះធ្លាប់បានផាកពិន័យឬធ្លាប់បានទះកំភ្លៀងលើក្រុមហ៊ុន Big Tech ទៅទៀតក្នុងករណីប្រឆាំងជំនឿទុកចិត្តនៃក្រុមហ៊ុននេះគណៈកម្មការបាននិយាយថាក្រុមហ៊ុន Apple និង Metaត្រូវតែគោរពការសម្រេចចិត្តរបស់ពួកគេក្នុងរយៈពេល60ថ្ងៃឬពួកគេអាចប្រថុយនឹងការបង់ប្រាក់ពិន័យតាមកាលកំណត់ដោយមិនបានបញ្ជាក់ច្បាស់នៅកាលបរិច្ឆេទនោះឡើយការសម្រេចចិត្តនេះត្រូវបានគេរំពឹងថានឹងមកដល់ក្នុងខែមីនាមុនម្លេះប៉ុន្តែពេលវេលាកំណត់ត្រូវអូសបន្លាយយូរចំពេលដែលសង្គ្រាមពាណិជ្ជកម្មឆ្លងមហាសមុទ្រអាត្លង់តិកជាមួយប្រធានាធិបតីអាមេរិក Donald Trump ដែលបានត្អូញត្អែម្ដងហើយម្ដងទៀតអំពីបទបញ្ញត្តិពីទីក្រុង Brussels ដែលប៉ះពាល់ដល់ក្រុមហ៊ុនអាមេរិកដ៏ធំការផាកពិន័យត្រូវបានដាក់ចេញជាលើកដំបូងក្រោមច្បាប់ទីផ្សារ Digital របស់សហភាពអឺរ៉ុបដែលត្រូវបានគេទទួលស្គាល់ថា DMA វាជាទំព័រជាច្រើននៃគោលការណ៍ច្បាប់ដ៏ធំទូលំទូលាយដែលខ្លះស្មើនឹងសំណុំរឿងដែលប្រព្រឹត្តខុសនិងមិនត្រូវបានរចនាឡើងដើម្បីផ្ដល់ឲ្យអ្នកប្រើប្រាស់ឬអ្នកធ្វើអាជីវកម្មមានជម្រើសកាន់តែច្រើននិងមានអ្នកការពារឬតាមត្បាតឬ gatekeeper ដោយការបំវែទីផ្សារ Digital របស់ Big Tech នោះថែមទៀតផងវិតាឆ្លុះបញ្ចាំងពីឧត្តមភាពមួយខ្ញុំឥឡូវសួរហៅតែមីជាតិឆាសុតមន់ទេយាយម៉ានមីជាតិឆាសុតមន់ឆាក៏ឆ្ងាញ់ឆុងក៏ឆ្ងាញ់